បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបងប្អូនវីដេអូនេះគឺ review ពីទូរស័ព្ទទំចេញថ្មីបងប្អូន Vivo Y04S បាទហើយឥឡូវយើងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមមើលហើយប្រអប់មើលទាំងអស់គ្នាមើលបងប្អូនបាទហើយទូរស័ព្ទនេះដែរវាទំហំ RAM វាមាន 4G ហើយនឹង memory ផ្ទុកវាមាន 128G បងប្អូនបាទហ្នឹងហើយឥឡូវក៏ខ្ញុំបើកប្រអប់មើលសិនបងប្អូនបាទហើយយើងបើកប្រអប់ថ្មីយើងទទួលបានទូរស័ព្ទមួយដើមបាទហើយនេះគឺរូបរាង Vivo Y04S បងប្អូនបាទរូបរាងវាស្អាតណាបងប្អូនមើលនៅខាងក្នុងកាមេរ៉ាហ្នឹងវាអត់សូវស្អាតទេវាអត់សូវដេញពណ៌ដល់ពេលយើងមើលខាងក្រៅបានដឹងថាស្អាតអញ្ចឹងណាបងប្អូនហើយនេះបាទកាមេរ៉ា2ប្រឈរបាទហើយឥឡូវខ្ញុំបើកសិនបងប្អូនបាទហើយទូរស័ព្ទនេះគឺអេក្រង់វារៀងធំបងប្អូនបាទឥឡូវខ្ញុំមុននឹងបើកទូរស័ព្ទចេញយើងមកមើលប្រអប់សិនបងប្អូនបាទយើងបើកប្រអប់មកយើងទទួលបានសមជ័រថ្លាមួយបងប្អូនហើយនឹងសភៅណែនាំហើយនឹងមានដុំសាកហើយនឹងខ្សែសាកហើយនឹងបញ្ចូលចាក់ស៊ីមបងប្អូនបាទហើយអានេះគឺបាទដុំសាកស៊ីនរបស់វាគឺដើរលឿនបងប្អូនសាក់ចូលឆាប់ពេញអញ្ចឹងណាបងប្អូនបាទនេះហើយឥឡូវបាទឥឡូវយើងមកកន្លែងមើលទូរស័ព្ទយើងវិញបាទយើងបើកហើយឥឡូវវាចេញកម្មវិធីឲ្យយើង active ម៉ាស៊ីនមួយអញ្ចឹងណាបងប្អូនបាទឥឡូវយើងយក location យើង Cambodia បាទហើយយើងដាក់គ្រីសហើយចុច next មកបងប្អូនបាទ skip បាទហ្នឹងហើយតោះមកយើងចុចពី skip ខាងលើទៀតបងប្អូនយើងចុចខាងលើហ្នឹងទៅបាទហ្នឹងហើយបាទហើយបាទយើងចុចតាមវាអញ្ចឹងទៅយើងចុច next អញ្ចឹងណាបងប្អូនបាទចុច next បាទហ្នឹងហើយបន្ទាប់មកយើងចុចពាក្យ get start ទៅអាហ្នឹងគឺវាចូលដល់ផ្ទាំង home កម្មវិធីអញ្ចឹងណាបងប្អូនបាទហើយនេះចូលមកដល់ផ្ទាំងកម្មវិធីមើលទៅគឺមានរូបរាងស្អាតបងប្អូនទូរស័ព្ទនេះណាហើយកម្មវិធីវា color អីក៏ច្បាស់ល្អដែរបងប្អូនហើយរូបរាងវាស្អាតដែរបងប្អូនបាទវាមានកាមេរ៉ា2ហើយនឹង flash មួយវាក្រោមបងប្អូនបាទហើយចំពោះតម្លៃវាគឺ$119បងប្អូនឥឡូវខ្ញុំតេស្តមើលកាមេរ៉ាសិនកាមេរ៉ាវាខ្ញុំថតទៅគឺច្បាស់បាទមុខក្រោយយើងច្បាស់ល្អណាស់បងប្អូនបាទហ្នឹងហើយចំពោះបងប្អូនមានតម្រូវការចង់ទិញអីអាហ្នឹងទូរស័ព្ទគឺមានលក់ទូទាំងប្រទេសបងប្អូនមានលក់នៅចិត្តហាងទូរស័ព្ទដែលនៅចិត្តបងប្អូនសួរមើលទៅគឺគេនឹងមានលក់ឲ្យបងប្អូនហ្នឹងហើយបាទហើយកម្មវិធីវាគឺអត់តាក់បងប្អូនបាទហើយអានោះ RAM វា 4+4 memory វា 128G បងប្អូនបាទចឹងបើសិនបងប្អូនមានតម្រូវការចង់ប្រើអីយើងទិញប្រើខ្លួនឯងយើងទិញឲ្យកូនរៀនឬមួយក៏យើងទិញមើល Facebook YouTube TikTok មានឪពុកម្ដាយចាស់ៗយើងអាចទិញឲ្យគាត់មើលបានបងប្អូនហើយថ្មវាកាន់ល្អបងប្អូនកាន់បានយូរបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបងប្អូនបាទ